ជួយសម្រាប់មនុស្សម្នាក់ឲ្យខ្ញុំនឹងឲ្យសេរីភាពដល់អ្នកសេរីភាពអ្វីដែលខ្ញុំចង់បានគឺខ្ញុំដណ្ដើមយកដោយខ្លួនឯងជានិច្ចមិនបាច់ចាំអ្នកណាប្រគល់ឲ្យទេជាប់ឃុំនៅគុកសួនធានអស់5ឆ្នាំហើយអ្នកនៅតែមិនទាន់ស្គាល់ការពិតទៀតឬកាលនោះអ្នកនៅជោគជ័យមានអំណាចធំធេងឥឡូវនេះវិញគ្រាន់តែជាសត្វល្អិតស្អុយមួយក្បាលដែលគេអាចជន់ស្លាប់ពេលណាក៏បានខ្ញុំឲ្យឱកាសអ្នកធ្វើជាឆ្កែរបស់ខ្ញុំគឺជាសំណាងបុណ្យកុសលដូនតារបស់អ្នកហើយនាងកំពុងគំរាមអ្នកចុះយ៉ាងម៉េចអ្នកជានរណាបង្រៀនវាឲ្យស្គាល់ពីរបៀបធ្វើជាឆ្កែម្នាក់ក្បាច់គុណខ្លាំងយ៉ាងណាក៏គង់តែចាញ់កំបិតតើឯងអាចទប់ទល់នឹងគ្រាប់កាំភ្លើងបានទេបាញ់ទៅប្រញាប់បាញ់ទៅឯងកុំចូលមកចិត្តខ្ញុំជានាងតូចត្រកូលយ៉ាងជាមនុស្សដែលឯងមិនអាចប៉ះពាល់បានទេបើឯងហ៊ានប៉ះពាល់សក់ខ្ញុំមួយសរសៃឯងពិតជាទូខុសត្រូវនាងតូចត្រកូលយ៉ាងខ្សែស្រឡាយគួរឲ្យខ្លាចណាស់តើ5ឆ្នាំមុនគឺពួកឯងដែលស្មានតែខ្លួនឯងខ្ពង់ខ្ពស់សម្ដីមួយម៉ាត់បានបំផ្លាញអ្វីគ្រប់យ៉ាងរបស់ខ្ញុំ5ឆ្នាំក្រោយមកនៅតែចង់មកត្រួតត្រាវាសនារបស់ខ្ញុំទៀតឬនាងស្មានថាខ្លួនឯងជាអង្វរអ្នកលើកលែងទោសឲ្យខ្ញុំផងយ៉ាងម៉េចចង់រងផ្លូវខ្ញុំឬអ្នកទាំងអស់គ្នាទម្លាក់កាំភ្លើងចុះបើកផ្លូវឲ្យលោកលីកាលពី1ឆ្នាំមុនពេលគាត់វាយកំទេចមេក្រុមអាក្រក់ទាំង13នាក់ក្នុងគុកត្រឹមមួយយប់គេក៏ដឹងថានាគរីកមួយអង្គនេះគុកសួនធានមិនអាចឃុំឃាំងបានឡើយចុះអ្នកទាំង4នាក់វិញបងប្រុសលីពួកយើងបងប្អូន4នាក់ចង់សាកល្បងសមត្ថភាពកំពូលអ្នកគុណបន្តិចមានន័យតតែសោះពួកឯងខ្សោយពេកហើយដាំឡើយខ្ញុំចង់សម្លាប់ពួកឯងផ្ទាល់ដៃទីបំផុតបានចេញមកហើយលោកគ្រូខ្ញុំមិនបានធ្វើឲ្យលោកគ្រូអាម៉ាស់មកទេកន្លែងងឹតសូនអាសុងមួយនេះមិនអាចឃុំឃាំងខ្ញុំបានរហូតទេពួកអ្នកធំការពីមុនដែលបានព្រួខ្ញុំធ្លាក់ដល់ដីលៀងចាំខ្ញុំទៅប៉ុន្តែមុននឹងដល់ពេលនោះរ៉ូស៊ីរងចាំខ្ញុំត្រឡប់មកវិញហើយទៅមកពីណានឹងខ្ញុំជាអ្នករស់នៅទីនេះតែឯងស្លៀកពាក់របៀបនេះនឹងបានតាឯងរស់នៅវីឡាមួយណាឈ្មោះអីខ្ញុំរស់ឯងនេះឈួតមិនស្ទើរទេអ្នកណាក៏ដឹងដែរថាម្ចាស់វីឡាលេខ1គឺជាស្រីស្អាតលេខ1នៅឈូកជើកញ្ញាគូរ៉ូស៊ីឯងជានរណាហ៊ានបន្លំជាម្ចាស់វីឡាលេខខ្ញុំជាគូដណ្ដឹងរបស់នាងវីឡាមួយក្នុងនេះកាលនោះជាទ្រព្យសម្បត្តិរួមរបស់ពួកយើងចុះមិនមើលប្រហែលមុខឯងទេអាក្រីក៏កញ្ញាគូរ៉ូស៊ីជាមនុស្សដែលឯងសមនឹងប្រកួតប្រជែងឬមិនខ្លាចនឹងប្រាប់ឯងទេគូដណ្ដឹងរបស់កញ្ញាគូគឺលោកម្ចាស់វ័យក្មេងខ្វល់ឈិនដែលមានឈ្មោះល្បីល្បាញនៅឈូកជើឯងនិយាយថាម៉េចខ្វល់ឈិនយ៉ាងម៉េចស្ដាប់មិនច្បាស់ទេថ្ងៃត្រង់នេះកញ្ញាគូរ៉ូស៊ីនិងលោកម្ចាស់ខ្វល់កំពុងរៀបចំពិធីភ្ជាប់ពាក្យដ៏អធិកអធមនៅសន្តាគារហ្វុងយេមនុស្សមានមុខមាត់ពេញខេត្តឈូកជើបានទៅចូលរួមទាំងអស់អាគីងគុកចង់ស៊ីសាច់គ្នាដូចជាឯងឆាប់ប្រញាប់ទៅដេកក្រោមស្ពានវិញទៅសន្តាគារហ្វុងយេគូរ៉ូស៊ីនាងល្អបំផុតត្រូវផ្ដល់ការបកស្រាយសមរម្យមួយដល់ខ្ញុំ